ចាប់បន្តទៅកាន់នៅវីដេអូសេចក្តីជូនទៅនឹងប្រការទី20ចំណុចទី54បន្តទៀតខ្ញុំពិតជាសំទោសពិតមែនខ្ញុំអត់ចង់នៅរំខានអ្នកនៅក្រសួងឬមួយក៏រំខានថ្នាក់ដឹកនាំនៅក្នុងក្រសួងឲ្យអត់សុវ័យចិត្តទទួលយករាល់សម្លេងវីដេអូ announcement របស់ខ្ញុំតេតូនជាមួយនឹងរឿងដែលខ្ញុំ announcement តេតូនជាមួយនឹងក្រុមឃាតករនៅក្នុងហ្នឹងខ្ញុំខ្លួនឯងផ្ទាល់ក៏អត់សុវ័យចិត្តបងទទួលបានវីដេអូរបស់ខ្ញុំក៏អត់សុវ័យចិត្តចំណែកខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំហត់តែអត់សុវ័យចិត្តទៅទៀតគឺជារឿងមួយដែលខ្ញុំជៀសវាងខ្ញុំអត់ចង់និយាយខ្ញុំជៀសវាងមកច្រើនដងតែអ្នកដែលនៅក្នុងក្រសួងហ្នឹងខ្ញុំកាន់តែជៀសខ្ញុំមិនចង់ពាក់ព័ន្ធហើយវាកាន់តែយកដៃលោកចូលហិតតែជ្រៅវាមិនត្រឹមតែវាឲ្យខ្ញុំហ្នឹងរាយការណ៍ទៅរឿងអ្នកផ្សេងទេវាថែមទាំងយកមនុស្សនៅក្នុងគ្រួសារខ្ញុំឬមួយគុំមនុស្សជាអតីតសង្សារខ្ញុំចូលមកពាក់ព័ន្ធឲ្យកាន់តែជ្រៅជាងនឹងទៀតអាកន្លែងហ្នឹងដែលខ្ញុំទទួលយកអត់បានទេណាហើយខ្ញុំគ្រាន់តែចង់ផ្ដាំទៅកាន់សម្ដេចពុកបើសម្ដេចពុកចង់ដឹងរឿងសម្ដេចពុកចំណាយពេលជាមួយនឹងកូនចៅនឹងរៀបរាប់ឲ្យសម្ដេចពុកដឹងទាំងអស់គ្រប់រឿងសម្ដេចពុកដឹងថារឿងដែលមានប្រយោជន៍ដែលខ្ញុំចង់និយាយប្រាប់សម្ដេចពុកជាច្រើនប៉ុន្តែសម្ដេចពុកអត់អាចស្ដាប់នៅអ្វីដែលខ្ញុំចង់និយាយប្រាប់សម្ដេចពុកបានវីដេអូខ្ញុំធ្វើទៅខ្ញុំអត់ដឹងថាបានទៅដល់សម្ដេចពុកឬអត់ទេណាហើយខ្ញុំក៏អត់ដែរនឹកស្មានថាមានពាក់ព័ន្ធជាមួយនឹងមនុស្សក្រសួងដល់ថ្នាក់នឹងដែរខ្ញុំអត់ដែរនឹកស្មានថាវាពាក់ព័ន្ធវាប៉ះពាល់ដល់អ្នកនៅក្នុងនឹងខ្លាំងដល់ថ្នាក់នឹងទេខ្ញុំអត់ដែរដឹងថាមូលហេតុអីអ្នកនៅនឹងចូលមកពាក់ព័ន្ធផងខ្ញុំអត់ទាំងយល់ថាមូលហេតុអីបានជាអ្នកនៅក្នុងនឹងចូលមកពាក់ព័ន្ធជាមួយនឹងរឿងនឹងផងអញ្ចឹងយើងបកត្រឡប់មកវិញដើម្បីធ្វើការបើកនៅរឿងទាំងអស់ហ្នឹងខ្ញុំសូមនិយាយរឿងពីដើមរហូតដល់ចប់ចាំខ្ញុំនិយាយចប់អស់ខ្ញុំនឹងនិយាយរឿងគេស្លាប់ខ្ញុំរឿងមានណាមូលហេតុអីបានចូលតាក់ទងមួយនឹងក្រសួងខ្ញុំចង់ឲ្យក្រសួងដឹងដូចគ្នាខ្ញុំចង់ឲ្យមេដឹកនាំនៅក្នុងក្រសួងដឹងថាមូលហេតុអីបានមានពាក់ព័ន្ធជាមួយនឹងមនុស្សនៅក្នុងក្រសួងហើយគួរតែជឿខ្ញុំឬអត់ពួកខ្ញុំអត់ដែរស្គាល់ក្រសួងនឹងក៏អត់ដែរស្គាល់ខ្ញុំអញ្ចឹងមូលហេតុអីបានជាមានតែពាក់ព័ន្ធថាឃាតករនឹងចេញពីក្រសួងនឹងអញ្ចឹងចាំស្ដាប់រឿងនៃខ្ញុំនឹងនិយាយពីដើមដល់ចប់ឃាតករនៅក្នុងនឹងដែលជាជាប់ពាក់ព័ន្ធជាមួយនឹងបពុក្រុមជាពុទ្ធាសច្ចាណាមានជាប់ពាក់ព័ន្ធជាមួយនឹងបពុជាពុទ្ធាសច្ចាហើយខ្ញុំប្រាប់ខ្ញុំនិយាយអីក៏ខ្ញុំមានភ័ស្តុតាងតម្កល់ណាខ្ញុំជឿថាសម្ដេចពុកហ៊ុនសែនប្រហែលជាដឹងរឿងច្រើនតាក់ទងជាមួយនឹងរឿងហ្នឹងនៃការប៉ັດរឿងហ្នឹងពីដើមរហូតដល់ចប់សម្ដេចពុកប្រហែលជាអាចដឹងច្រើនជាងអ្នកដទៃទៀតដោយសារសម្ដេចពុកក៏ធ្លាប់បានស្ដាប់វីដេអូសេចក្តីរាយការណ៍ខ្ញុំមកច្រើនហើយខ្ញុំសង្ឃឹមថានៅមានរឿងសំខាន់ដែលខ្ញុំចង់ឲ្យសម្ដេចពុកដឹងរឿងខ្លះសម្ដេចពុកដោះស្រាយយ៉ាងម៉េចក៏ដោះស្រាយអត់ចេញដែរដោយសារអីវាមានចំណងចងនៅក្នុងហ្នឹងតើសម្ដេចពុករកប្រភពនៃបញ្ហាហ្នឹងឲ្យច្បាស់លាស់បើវាអាចស្រាយបានដោយខ្លួនឯងអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមនិយាយរឿងសំខាន់ដែលខ្ញុំចង់និយាយរឿងពាក់ព័ន្ធពីដើមដំបូងឡើងមកមានស្ត្រីមេខ្លោងចៅប្លន់ម្នាក់ឈ្មោះជាពុទ្ធាសច្ចាជាមួយនឹងអាកសលបពុវាទាំងអស់នោះគឺមានទំនាក់ទំនងជាមួយនឹងមនុស្សនៅក្នុងក្រសួងហ្នឹងខ្ញុំទុំតែដឹងឥឡូវហ្នឹងទេណាអញ្ចឹងបកត្រឡប់មកវិញស្ត្រីមេខ្លោងចៅប្លន់ជាពុទ្ធាសច្ចានិងខ្ញុំអត់ដែរស្គាល់គ្នាទេហើយមិនមែនជាមិត្តភក្តិគ្នាដូចគ្នាក៏អត់ដែរស្គាល់គ្នាដែរណាខ្ញុំបកត្រឡប់មកបន្តិចសូមប្រយ័ត្នប្រយែងរាល់សំឡេងហើយនឹងឆាតអ្នកនៅក្នុងក្រសួងហ្នឹងគឺធ្វើក្លូនប្រព័ន្ធតំណែងប្រជាជនហើយមានការបង្កើតឆាតคล้ายៗចេញពីប្រព័ន្ធតំណែងប្រជាជនមានការយកសំឡេងកាត់តច្រាមคล้ายៗយករឿងយូរយារណាស់មកហើយយកមកកាត់តคล้ายៗនៅពេលបច្ចុប្បន្នពេលពងមានរឿងទម្លាក់កំហុសលើអ្នកដទៃហើយមួយទៀតតេតតជាមួយនឹងគ្រប់ប្រព័ន្ធតំណែងខ្ញុំទាំងអស់ដូចខ្ញុំបញ្ជាក់ចឹងខ្ញុំធ្វើសេចក្តីរាយការណ៍មក2ឆ្នាំហើយខ្ញុំមិនដឹងថាពួកវាប្រមូលសេចក្តីរាយការណ៍ឲ្យម្ដេចពុកស្ដាប់ឬអត់ទេទូរស័ព្ទរបស់ខ្ញុំដែលខ្ញុំប្រើកន្លងមកគឺ iPhone 11 Pro Max ចាស់របស់ខ្ញុំដែលខ្ញុំត្រូវពួកវាយកទៅអស់ហ្នឹងទូរស័ព្ទ iPhone 11 Pro Max ហ្នឹងគឺ error ដូមិនលេងប្រព័ន្ធសង្គមអត់បានទេណាហើយតាំងពីដើមមកគឺខ្ញុំមានតែ TikTok មួយទេនៅក្នុងទូរស័ព្ទមួយហ្នឹងហើយខ្ញុំអត់មានលេងឆាតអត់មានលេងអីទេតែ TikTok របស់ខ្ញុំត្រូវបានអ្នកដែលតាមធ្វើបាបខ្ញុំពីក្រោយក្នុងនោះក្លូនកន្លងមកខ្ញុំគ្រាន់តែដឹងថាមានមនុស្សដែលជាមេខ្លោងកាងឲ្យពួកស្ត្រីមេខ្លោងចៅប្លន់ជាពុទ្ធាសច្ចានៅពីក្រោយក្នុងតាមជួយតាមកាងអញ្ចឹងទូរស័ព្ទរបស់ខ្ញុំគឺមានការ error ដូមិនឲ្យតែបង្កើតប្រព័ន្ធ TikTok កណែ TikTok មកគឺមានការក្លូនហើយណា
ចឹងសូមប្រយ័ត្នប្រយែងទាំងអស់គ្នាព្រោះអីអ្វីដែលពួកវាចូលចិត្តធ្វើគឺយកសម្លេងចាស់ចាស់យកមកប្រើណាយកមកប្រើតាមកលៈទេសៈតាមស្ថានភាពដើម្បីលាបពណ៌បកាច់ប្រខូចគេខ្ញុំផ្ដាំប្រាប់តាមរយៈវីដេអូនេះកុំជឿទៅលើការយកសម្លេងឲ្យស្ដាប់កុំជឿទៅលើរឿងទាំងអស់នឹងខ្លាំងពេករឿងដែលកើតឡើងសម្រាប់ឥឡូវនេះសតកើតចេញមកពីរឿងនឹងទាំងអស់ហើយខ្ញុំមកតំតដឹងសមាជិក Cyber Security អ្នកនៅនឹងច្បាស់អ្នកនៅនឹង hack ប្រព័ន្ធតំណែងប្រជាជនអត់ចេញ device hacker ដូចគ្នាហើយមានការយកប្រព័ន្ធតំណែងយកលេខទូរស័ព្ទខ្ញុំទៅបង្កើតប្រព័ន្ធតំណែងคล้ายៗផ្ញើឆាតទៅគេក្នុងនាមជាខ្ញុំទាំងដែលខ្ញុំអត់មាន SIM ទូរស័ព្ទនឹងទេពីមុនខ្ញុំមាន SIM ទូរស័ព្ទខ្ញុំអត់មានកម្មវិធីប្រើដោយសារទូរស័ព្ទខ្ញុំ error domain ឥឡូវខ្ញុំមានទូរស័ព្ទវាអត់ error domain តែខ្ញុំអត់មាន SIM ប្រើអញ្ចឹងវាអាចមានប្រព័ន្ធតំណែងរបស់ខ្ញុំបានទេនេះពុកម៉ែបងប្អូនប្រយ័ត្នប្រយែងបើមានប្រព័ន្ធតំណែងខ្ញុំណាមួយមានបង្កើតឆាតឬមួយក៏បង្កើតអីសូមប្រយ័ត្នប្រយែងហើយមួយទៀតគ្រប់ការប្រើប្រាស់របស់ខ្ញុំត្រូវបានពួកវាចូលខ្លួនពុកម៉ែបងប្អូនស្វែងយល់អំពីគណនេយ្យខ្លួនខ្ញុំធ្លាប់មានផតតាំងតទៅជាមួយនឹងគណនេយ្យខ្លួនផុសហើយរឿងរបស់ជាប្រធានសច្ចាសត្វតទៅជាមួយនឹងគណនេយ្យខ្លួនទាំងអស់បកត្រឡប់មកវិញរឿងបង្កឡើងធ្វើឲ្យអ្នកនៅនឹងស្គាល់ខ្ញុំពាក់ព័ន្ធជាមួយនឹងស្ត្រីមេខ្លោងចៅប្លន់ជាប្រធានសច្ចាអកុសលជាមួយនឹងបពពួកវានឹងណាជាង20ឆ្នាំដែលគេធ្វើបាបខ្ញុំពីក្រោយខ្នងគឺសិតតែការក្លូនប្រព័ន្ធតំណែងចូលទៅកាត់តសម្លេងថតសម្លេងយកដាក់ចាក់រុកអាចឆ្កឹះឆ្កៀមនុស្សជុំវិញខ្លួនខ្ញុំឲ្យឌីមដែរសិតតែរឿងបែបហ្នឹងដែលខ្ញុំជួបមក20ឆ្នាំបករឿងចាក់រុកអាចឆ្កឹះឆ្កៀមនុស្សនៅជុំវិញខ្លួនខ្ញុំទាំងអស់ឲ្យនិយាយឌីមដាមឲ្យនិយាយឡូឡាស្រែកពីមុខពីក្រោយយើងអីសិតតែពាក់ព័ន្ធជាមួយនឹងជំនាញ Cyber Security ដូចស្ដាប់សម្លេងរបស់គេខ្ញុំបញ្ជាក់នៅក្នុងវីដេអូនេះបងប្អូនសសខាបងលពូសខេងសម្ដេចពុកហ៊ុនសែនសម្ដេចម៉ែបូរនីគ្មានបុគ្គលណាម្នាក់មានសមត្ថភាពក្បត់ជាតិចាំសម្ដីខ្ញុំថ្ងៃនឹងឲ្យបានច្បាស់អត់មានប្រជាជនសាមញ្ញធម្មតាអត់មានមន្ត្រីធម្មតាណាដែលពួកវាអាចលួចស្ដាប់សម្លេងបានណាយកត្រីការបានហ្នឹងក្បត់ជាតិទេមេខ្លងក្បត់ជាតិធំបំផុតគឺជាមនុស្សដែលអត់មានអ្នកណាគេស្ដាប់ឮសម្លេងវានិយាយឮបើឮទៅរឿងល្អល្អហើយមេខ្លងក្បត់ជាតិហ្នឹងគឺជាអ្នកស្ដាប់សម្លេងរបស់គេយកទៅដាក់ចាក់រុកអាចឆ្កឹះឆ្កៀស្ដាប់ឮពីប្រទេសប្រាំងទៅចាក់រុកអាចឆ្កឹះឆ្កៀនៅអាមេរិកចាក់ឮស្ដាប់ឮពីអាមេរិកយកទៅចាក់រុកគេនៅរងនៅអីចឹងទៅមនុស្សប្រភេទអញ្ចឹងបានមានសមត្ថភាពក្បត់ជាតិដោយប្រជាជនសាមញ្ញធម្មតាឬមួយក៏មន្ត្រីរាជការធម្មតាអត់មានសមត្ថភាពទេខ្ញុំផ្ដាំឲ្យ5ទៀតកុំជឿចាញ់បោករបស់ពួកវាគិតមើលខ្ញុំជាប្រជាជនត្រូវវាសម្លាប់រហូតតាំងពីផ្ទះរហូតដល់ពេញវាសម្លាប់នៅពេញហើយវានៅមានរឿងលាបពណ៌បកាច់ខូចខ្ញុំទៅបកាច់ខូចសង្សារខ្ញុំខុសពីការប៉ັດខ្ញុំបញ្ជាក់វីដេអូដែលបាច់ធ្លាយហ្នឹងគឺខ្ញុំនឹងសង្សារខ្ញុំអត់មានទេហើយរឿងវីដេអូហ្នឹងវាមានតាំងពីជាង10ឆ្នាំមុនបើវាចេះមានរឿងស្នេហាត្រីកោណចតកោណវាមានតាំងពី10-20ឆ្នាំមុនម៉េះវាមិនមែនតែមកមានពេលវាប្លន់ប្រាជ័យទៅនាំពួកក្បត់ជាតិមកធ្វើមកបើប្លន់ដីខ្មែរហើយបែកធ្លាយរឿងហ្នឹងហើយដឹងអត្តសញ្ញាណមនុស្សហើយបានចាប់ផ្ដើមមកយករឿងមនុស្សអតីតសង្សារខ្ញុំយកមកលេងកន្លងមកទោះបីខ្ញុំមិនដែលដឹងថាមនុស្សនៅក្នុងក្រសួងនឹងពាក់ព័ន្ធក៏ដោយតែខ្ញុំមកតែងតែនិយាយវីដេអូថាអ្នកណាគេអ្នកទទួលការងារមួយបពពួកជាប្រធានសច្ចាដែលចេញចូលក្នុងក្រសួងមកជួបរហូតហ្នឹងឆែកមើលតាមរយៈហ្នឹងទៅដឹងថាវាជាអ្នកណាគេណាហើយអានេះតើតើមួយជំនាញ Cyber Security 100% ទៅលើការ support ទៅលើជាប្រធានសច្ចាបកត្រឡប់មកវិញខ្ញុំរំលឹកអតីតកាលជាង20ឆ្នាំមុនអានេះគឺជាសាច់រឿងការប៉ັດហើយសម្ដេចពុកហ៊ុនសែនទៅធ្លាប់ស្ដាប់សាច់រឿងនោះមកច្រើនដងហើយរឿងអត់មែនពាក់ព័ន្ធជាមួយនឹងរឿងស្នេហាត្រីកោណចតកោណទេខ្ញុំបញ្ជាក់ឲ្យច្បាស់ហើយក៏មិនមែនជារឿងបញ្ហាសតិអារម្មណ៍របស់មនុស្សដែររឿងគឺមានពាក់ព័ន្ធជាមួយនឹងរឿងជាង20ឆ្នាំមុនដែលស្ត្រីមេខ្លោងចៅប្លន់ជាប្រធានសច្ចានិងអកុសលមានខ្សែបណ្ដាញបពុមនុស្សនៅគ្រប់ទីកន្លែងទាំងអស់ទាំងនៅក្រសួងទាំងនៅកន្លែងសម្ដេចពុកហ៊ុនសែនហើយរវាងខ្ញុំជាមួយនឹងស្ត្រីមេខ្លោងចៅប្លន់ជាប្រធានសច្ចាគឺអត់ដែរស្គាល់គ្នាទេខ្ញុំបញ្ជាក់គឺអត់ដែរស្គាល់គ្នាទេតែស្ត្រីមេខ្លោងចៅប្លន់ជាប្រធានសច្ចានោះគឺជាពួកម៉ាក់របស់មិត្តភក្តិខ្ញុំឈ្មោះភៀបអញ្ចឹងខ្ញុំរាប់អានមួយភៀបស្គាល់ជាប្រធានសច្ចាចឹងរវាងជាប្រធានសច្ចាជាមួយនឹងខ្ញុំគឺអត់ដែរស្គាល់គ្នាអត់ដែរពាក់ព័ន្ធគ្នាអត់ដែររាប់អានគ្នាជាមិត្តភក្តិទេដើរជាមួយគ្នាលុះត្រាតតែមានភាពបើអត់មានភាពគឺខ្ញុំអត់ដើរជាមួយនឹងជាប្រធាន